នៅ UN ហើយណាបងប្អូនព្រោះតែលិខិតតវ៉ារបស់ថៃតាក់ទងជាមួយនឹងរបាយការណ៍របស់លោក Tom Andrews ដែលបានលើកឡើងពីថៃឈ្លានពានកម្ពុជាត្រូវបាន UN បដិសេធអញ្ចឹងបានថាបន្តិចទៀតថៃនឹងដកទ័ពចេញពីទឹកដីកម្ពុជាប៉ុន្តែមុននឹងដកទ័ពចេញពីទឹកដីកម្ពុជាថៃត្រូវសងអ្វីខ្លះមកលើកម្ពុជាយើងត្រូវតែសងហិដ្ឋារចនាសម្ព័ន្ធដែលថៃបានបំផ្លាញសងផ្ទះពលរដ្ឋខ្មែររាប់ពាន់រាប់ម៉ឺនខ្នងដែលថៃបានវិគមតិចសងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបានអញ្ចឹងបានថានេះជាវេនកម្មរបស់ថៃហើយដែលឈ្លានពានកម្ពុជាទោះបីជាដកទ័ពចេញពីកម្ពុជាក៏ដោយក៏អ្នកឯងត្រូវតែសងសំណងរាប់ម៉ឺនរាប់លានដុល្លារមកកាន់កម្ពុជាដែរព្រោះអ្នកឯងបានបំផ្លាញហិដ្ឋារចនាសម្ព័ន្ធផ្ទះប្រជាពលរដ្ឋក៏ដូចជាបានបំផ្លាញប្រាសាទព្រះវិហារអញ្ចឹងបានថាពេលខ្លះណាបងប្អូនមានទ័ពច្រើនមិនប្រកាសថាជាប្រទេសខ្លាំងទេមានប្រជាជនច្រើនរហូតដល់70លាននាក់មិនប្រកាសថាអ្នកឯងមានអ្នកឆ្លាតវៃដោយប្រទេសកម្ពុជាមានទ័ពតិចប៉ុន្តែមានអ្នកដឹកនាំខ្លាំងប្រើតែប៊ិចមួយដើមក៏អាចគុំតិចទ័ពរាប់ម៉ឺនអ្នករបស់ថៃដែរអញ្ចឹងបានថាថៃអើយណាកុំចង់ខ្លាំងជាមួយខ្មែរប៊ិចមួយដើមអាចគុំតិចថៃបានយ៉ាងងាយ